ต่อថ្ងៃនេះខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាមកទូទាត់ការចាយវាយតាមបែប Digital ជាមួយនឹងការអនុពន្ធ Visa ប្រភេទ Online របស់ធនាគារវឌ្ឍនៈវិញម្ដងថាតើមានអត្ថប្រយោជន៍អ្វីខ្លះដែលអ្នកទាំងអស់គ្នាមិនដែលដឹងពីមុនឥឡូវនេះអ្នកទាំងអស់គ្នាអាចស្នើសុំកាតអនុពន្ធ Visa ប្រភេទ Online របស់ធនាគារវឌ្ឍនៈបានដោយខ្លួនឯងនៅលើ VBF ដោយគ្រាន់តែអ្នកទាំងអស់គ្នាចូលទៅកាន់ VBF រួចចុចលើផ្ទាំងស្នើសុំកាតហើយធ្វើតាមវិធីណែនាំជាការស្រេចតែអ្វីដែលពិសេសនោះគឺឥឡូវនេះនៅពេលដែលអ្នកទាំងអស់គ្នាស្នើសុំកាតអនុពន្ធ Visa ប្រភេទ Online នឹងទទួលបានការ free សេវាប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូងអញ្ចឹងក្នុងចំណុចនេះគឺអ្នកទាំងអស់គ្នាពិតជាចំណេញមួយបាត់ទៅហើយមិនត្រឹមតែប៉ុណ្ណោះឯនៅពេលដែលអ្នកទាំងអស់គ្នាស្នើសុំកាតរួចនៅមាន promotion មួយទៀតគឺបន្ទាប់ពីបានកាតហើយរយៈពេល30ថ្ងៃបើអ្នកទាំងអស់គ្នាធ្វើការចាយវាយទូទាត់តាមកាត Visa ធនាគារវឌ្ឍនៈឲ្យកាន់តែច្រើនលើសពី$50នោះអ្នកទាំងអស់គ្នានឹងបានប្រាក់មកវិញ$5ពិតជាពិសេសណាចាយវាយតាមកាត Visa ធនាគារវឌ្ឍនៈគឺចំណេញចឹងចំពោះអត្ថប្រយោជន៍វិញកាត online នេះមានដូចជា1ស្នើសុំកាតដោយខ្លួនឯងយ៉ាងងាយស្រួលនៅលើ VBF 2ស័ក្តិសមបំផុតក្នុងការទិញទំនិញអនឡាញផ្សេងៗការទូទាត់ជាមួយនឹង app ជាច្រើនដូចជា Grab, Foodpanda និងភ្ជាប់ជាមួយគម្រោងសេវាកម្មផ្សេងៗ3គ្រប់គ្រងកាតបានដោយខ្លួនឯងដោយមិនបារម្ភពីរឿងបាត់កាតនោះទេហើយបើសិនបើអ្នកទាំងអស់គ្នាសង្ស័យថាកាតរបស់អ្នកមានបញ្ហាអ្នកទាំងអស់គ្នាអាចធ្វើការបង្កកកាតលើ VBF បានភ្លាមៗនិងលែងបង្កកកាតវិញបានដោយខ្លួនឯងផងដែរ4ជាពិសេសនោះអ្នកនឹងទទួលបានសារបញ្ជាក់ពីប្រតិបត្តិការទូទាត់ភ្លាមៗឃើញអត់ចំណេញហើយសុវត្ថិភាពទៀតអញ្ចឹងកុំភ្លេចធ្វើការស្នើសុំកាតអនុពន្ធ Visa ប្រភេទ Online របស់ធនាគារវឌ្ឍនៈប្រាទាំងអស់គ្នា VBF មុតកភាពបង្កើតឡើងដោយកូនខ្មែរ